Bài chúng mình nói tụi anh chỉ tiêu rap án bài video nó cứ dương về bị cả buộc đượcក្នុង LINE បាទចឹង video មុនគឺយើងបាននិយាយពីការ boost ដែរប៉ុន្តែយើងនិយាយក្នុង Facebook បាទប៉ុន្តែ video នេះគឺយើងធ្វើនៅក្នុង LINE បាទឧទាហរណ៍ user របស់ខ្ញុំឈ្មោះ Sakura បាទហើយខាងលើនេះដោយសារខ្ញុំអត់បានដាក់កាតចូលបាទអត់បានដាក់កាតចូលគឺវាទាមទារយើងដាក់កាតចូលដើម្បី verify បាទប៉ុន្តែគ្រាន់តែកាលណាយើងដាក់កាតចូលគឺវាកាត់លុយយើង1រៀលបាទអញ្ចឹងយើងខ្ញុំថតវីដេអូខ្ញុំអត់ទាន់បានដាក់ទេបាទអញ្ចឹងយើងដើម្បីបង្កើតឃោសនាដើម្បីยิงឃោសនាបានគឺយើងចូលមកកន្លែងឃោសនាហើយយើងជ្រើសរើសពាក្យសាងឃោសនាកន្លែងនេះគឺយើងboost ណាបាទមកដល់កន្លែងនេះគឺយើងបឋមប្រសងកន្លែង objective មានន័យថាគោលបំណងរបស់យើងបាទអញ្ចឹងគោលបំណងរបស់យើងគឺមានមិនខុសគ្នាពី Facebook ដែរបាទយើងមើលគឺត្រង់ត្រីអ្នកដែលបាន boost នៅក្នុង Facebook ហើយយើងមកដល់កន្លែងនេះគឺយើងអាចចេះ boost បានហើយបាទហើយដំណាក់កាលនៃការ boost ក៏ដូចគ្នាបាទទី1 campaign ទី2 ad ហើយទី3 ad set បាទអានេះបើយើងអង់គ្លេសណាមកអញ្ចឹងយើងដើម្បីយើង boost បានយើងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ boost នៅoption ខាងលើចុះបាទគោលបំណងរបស់យើងគឺយើងចង់ឲ្យគេមកកាន់មកមើល website របស់យើងឬក៏ចូលនៅក្នុង fan page ណាមួយបាទយើងអាចជ្រើសរើស boost ដើម្បីเพิ่มเพื่อนក៏បានដែរ boost ជាលក្ខណៈបន្ថែម friend ក៏បានដែរឬក៏យើង boost ជាវីដេអូក៏បានដែរអាហ្នឹងគឺអាស្រ័យនឹងយើងគោលបំណងរបស់យើងដែលយើងចង់ boost បាទឥឡូវវីដេអូនេះគឺខ្ញុំ boost ពាក់ព័ន្ធជាមួយនឹងការចូលទៅមើលfan page របស់យើងមួយចុះបាទចូលកន្លែងនេះហើយបន្តមកឈ្មោះខ្ញុំដាក់អីក៏បានដែរឧទាហរណ៍ខ្ញុំដាក់តំណែងខ្ញុំដាក់មកខ្ញុំដាក់ប៉ុណ្ណឹងចុះឧទាហរណ៍ណាអាហ្នឹងគឺជាឈ្មោះ campaign យើងឯងបាទហើយបន្តមកព្រមឆៃងានបាទហើយអាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការកំណត់ណៃការ schedule ណាអញ្ចឹងយើងចាប់ផ្ដើមថ្ងៃនេះហើយថ្ងៃទីប៉ុណ្ណេះហើយយើងបញ្ចប់វិញគឺប៉ុណ្ណេះបាទខំកំឡុងពេលប្រហែលខ្ទង់មួយខែបាទហើយកន្លែងងបប្រមាណកន្លែងនេះគឺយើងងបប្រមាណយើងដាក់ចូលក៏បានដែរប៉ុន្តែមួយខែយើងមួយខែអត់ក្រោមពី 3000 បាតទេបាទហើយយើងដាក់មកហើយយើងមិនដាក់ក៏យើងចុចកន្លែងនេះមកក៏បានដែរអញ្ចឹងណាបានដូចគ្នាហើយកន្លែងនេះក៏តវ៉ាន់កន្លែងនេះគឺក្នុងមួយថ្ងៃគឺឲ្យកាត់ប្រមាណប៉ុន្តែបើសិនយើងកំណត់គឺមួយថ្ងៃគឺកាត់ 3000 បាតបាទហើយបើសិនយើងអត់កំណត់គឺបើយើងកំណត់នេះគឺវាបានចំណូលច្រើនជាងដោយសារយើងកំណត់លុយទៅឲ្យគេបាទអញ្ចឹងណាតែបើយើងដាក់នេះទៅគឺវាមិនសូវជាបានផលប្រហែលដែរតែទូទៅយើងកំណត់បាទហើយបន្តមកទៀតគឺយើងบันทึกបាទអាហ្នឹងគឺខ្ញុំនិយាយសង្ខេបដោយសារវាមិនខុសគ្នាប៉ុន្មានដែរបាទចូលលេខบันทึกបាទហើយយើងមកចូលមកដល់កន្លែងនេះពាក់ព័ន្ធជាមួយនឹង ad set យើងហៅថាគុំបោម៉ាយណាក្រុមឃោសនារបស់យើងបាទអញ្ចឹងខ្ញុំឧទាហរណ៍ឈ្មោះរបស់ខ្ញុំដាក់តែប៉ុណ្ណឹងទៅបានហើយបាទអញ្ចឹងកន្លែង location ទិសដៅរបស់យើងគុំប៉ោម៉ាយរបស់យើងគឺសម្រាប់ line គឺយើងភាគច្រើនគឺយើងប្រើបានតែប្រើបានតែប្រទេសថៃឯងប្រទេសខ្មែរប្រទេសផ្សេងប្រើអត់បានទេជាទូទៅគឺវា focus ទៅលើប្រទេសថៃដល់ line ណាបាទហើយយើងចូលមកកន្លែងកែខៃនេះមកបាទតមកខ្ញុំវាយបាទអញ្ចឹងរបុកន្លែងនេះណាកន្លែងនេះគឺយើងមានន័យថាយើងដាក់ចូលបាទឧទាហរណ៍ខ្ញុំសំដៅបាទអញ្ចឹងឧទាហរណ៍ថាក្រុងថេបបាទអញ្ចឹងក្រុងថេបបាទក្រុងថេបមហាខនបាទអញ្ចឹងទីតាំងគឺយើងវាអាចចូលមានន័យថាទិសដៅរបស់យើងគឺយើងប៊ូសនៅក្នុងក្រុងថេបនឹង location ទីតាំងរបស់យើងណាបាទហើយយើងរួមកន្លែងនេះមានន័យថាមិនរួមឧទាហរណ៍ថាយើង search ណាមួយគឺយើងវាយកន្លែងនេះគឺអត់រួមឧទាហរណ៍ថាផាត់យាឧទាហរណ៍ណាបាទអញ្ចឹងផាត់យាបាទផាត់យាអញ្ចឹងយើងអត់ចង់រួមទេគឺយើងកន្លែងនេះអញ្ចឹងវាចេញសញ្ញាក្រហមខ្វែងមានន័យថានៅក្នុងអ្នកដែលនៅក្នុងផាត់យាហ្នឹងគឺមើលយើងអត់មើល ad របស់យើងអត់ឃើញទេមើលឃោសនារបស់យើងអត់ឃើញទេបាទឧទាហរណ៍តែពេលហ្នឹងសិនចុះហើយបងប្អូន ad ច្រើនទៀតបានអញ្ចឹងណាបាទអញ្ចឹងមកដល់កន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងភេទអាយុរបស់យើងគឺយើងកំណត់មកឧទាហរណ៍ថាតាំងខាអញ្ចឹងចាប់ពីអាយុប្រហែលបាទអាយុ30មកបាទអញ្ចឹងរហូតដល់អាយុប្រហែលបាទនៅអាយុមកតាអាយុ59ទៅបាទណាបាទអាយុ59ឆ្នាំបាទនេះបាទអាហ្នឹងគឺចំនួនមនុស្សដែលគេអាចឃើញ ad របស់យើងណា
បាទអញ្ចឹង OS របស់យើងគឺខ្ញុំយកទាំងអស់បាទហើយអាហ្នឹងความสนใจគេ interest បាទនៅក្នុង interest នៅក្នុង line មានកំណត់តែនៅក្នុង Facebook អត់មានកំណត់ទេយើងអាច search បានច្រើនប៉ុន្តែនៅក្នុង line គឺកំណត់គឺបានតែប៉ុណ្្នឹងឯងអត់វាអត់ឲ្យយើង search ទេ search ក៏មាននៅក្នុងតែប៉ុណ្្នឹងទេអញ្ចឹងណាអញ្ចឹងបើសិនជាយើង boost ពាក់ព័ន្ធក្រៅពី interest ក្រៅពីនេះគឺយើងមិនចាំបាច់ boost នៅក្នុង line ទេអញ្ចឹងណាបាទតែបើសិនក្នុង Facebook គឺ interest គឺយើងមានច្រើនធម្មតាយើង boost វាពឹងទៅលើ interest ដើម្បីចំទិសដៅឬមិនចំគឺវាអាស្រ័យទៅលើ interest ហ្នឹងឯងអញ្ចឹងណាបាទឧទាហរណ៍ខ្ញុំដាក់ពាក់ព័ន្ធជាមួយនឹង interest ពាក់ព័ន្ធជាមួយនឹង game ហើយពាក់ព័ន្ធជាមួយនឹងកីឡាអីផ្សេងធុរកិច្ចអីចឹងណាបាទអញ្ចឹងអាហ្នឹងគឺ interest បាទយើងចង់ search ពាក្យក្រៅពីហ្នឹងអាជីវកម្មយើងក្រៅពីហ្នឹងគឺយើងបួកអត់ទៅដោយសារតែ interest របស់យើងអត់មានបាទអញ្ចឹងខ្ញុំយកពាក្យថា set scene បាទអញ្ចឹងមកដល់កន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងសនើរាខាយើងសនើតួឯងដោយខ្លួនឯងក៏បានឬក៏យើងមិនបាច់ចាំសនើក៏បានដែរយើងឲ្យវា automatic ទៅក៏បានដែរអញ្ចឹងណាហើយបន្តមកគឺកន្លែងនេះCPC នេះគឺយើងជាទូទៅគឺវាដាក់តែ2បាតដែរអញ្ចឹងយើងវាយ5បាតចោះក្នុងមួយคลิกណាឲ្យវាយ4បាតក្នុងមួយคลิกមកអញ្ចឹងណាហើយក្នុងមួយថ្ងៃខ្ញុំចំណាយ400បាតឧទាហរណ៍ណាបាទហើយបន្តមកគឺខ្ញុំយកពាក្យថាបន្ទុកឃោសនាបងប្អូនអាចមើលកន្លែងនេះបន្ថែមក៏បានដែរគឺ10លាន15លានអ្នកដែលអាចមើលអានេះរបស់យើងហើយក្នុងមួយថ្ងៃគឺបានប៉ុណ្ណេះคลิกបាទហើយអ្នកដែលreach របស់យើងគឺមានទៅ10000អ្នកជាងទៅដល់30000អ្នកជាងបាទហើយអ្នកដែលបានคลิกនៅឃោសនារបស់យើងគឺបាន77ទៅ210អញ្ចឹងណាយើងអាចមើលកន្លែងនេះផងក៏បានដែរហើយយើងយកពាក្យថាបន្ទុកឃោសនាបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវដាក់រូបគឺវា requirement របស់យើងគឺឲ្យ10គុត8គុតជាទូទៅណាបាទអញ្ចឹងយើងឥឡូវខ្ញុំដាក់រូប1ឬក៏យើងដាក់រូប2ក៏បានដែរណាដាក់រូប2ក៏បានដាក់រូប1ក៏បានប៉ុន្តែ2យើងមើលទៅឃើញដូច slide អញ្ចឹងគេ2បាទហើយយើងចង់បកដាក់3ក៏បាននេះឃើញ3អាហ្នឹងយើងដាក់រូបទៅវាផ្សេងគ្នាហើយអញ្ចឹងណាប៉ុន្តែក្នុងវីដេអូនេះខ្ញុំសូមដាក់រូបតែមួយចុះបាទកុំឲ្យកាត់ពេលព្រោះវាមិនខុសគ្នាហ្មងដែរបាទតែមកខ្ញុំជ្រើសរើសរូបភាពបាទរូបភាពខ្ញុំបានដាក់នេះចូលចុះបាទនេះខ្ញុំឧទាហរណ៍ថារូបនឹងចុះខ្ញុំនេះជាវីដេអូឧទាហរណ៍ណា10គុត8គុតនេះຂະຫນាតវាបាទអញ្ចឹងបន្ទាប់មកគឺជាឈ្មោះបាទឈ្មោះខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ប៉ុណ្ណឹងសិនចាស់បាទហើយអានេះខ្ញុំឧទាហរណ៍ថាចេះចាស់ឧទាហរណ៍ណាហើយកន្លែងបតង់គឺខ្ញុំជ្រើសរើសពាក្យថាเพิ่มเพื่อนយើងមើលកន្លែងនេះណាកន្លែងនេះពេលយើងជ្រើសរើសដូរអញ្ចឹងណាเพิ่มเพื่อนអញ្ចឹងនៅពេលដែលគេចុចเพิ่มเพื่อนគឺវានឹងរត់មកកាន់ line របស់យើងបណ្ដោយបាទអញ្ចឹងកន្លែងនេះគឺជាកន្លែង fan page អញ្ចឹងនៅពេលដែលគេ click លើប៊ូតុង เพิ่มเพื่อนហ្នឹងគឺវា add ទៅកាន់ line ID មួយនេះបាទហើយបន្តមកគឺយើងบันทึกបាទអញ្ចឹងមកដល់កន្លែងនេះគឺការប៊ូសរបស់យើងគឺជាការសាច់ប៉ុន្តែកន្លែងនេះគឺនៅ inter review មានន័យថាវាកំពុងតែយ៉ាងម៉េចស្ដែងវានៅការពិចារណាបាទ